បាទអរគុណដល់បងប្អូនអរគ្នាដែលបានចូលមកថ្វាយគុំព្រះអង្គជាមួយយើងនៅវេលានេះបាទអរគុណបាទហើយមេរៀនថ្ងៃនេះខ្ញុំអរគុណព្រះមែនទែនដែលព្រះអង្គបានប្រទានពរឲ្យខ្ញុំបានយកមកចែកចាយដល់បងប្អូនដើម្បីយើងយកទៅពិចារណាទាំងអស់គ្នារៀនទាំងអស់គ្នានៅព្រះបន្ទូលរបស់ព្រះអង្គដែលព្រះអង្គតែបង្រៀនយើងជារៀងរាល់ថ្ងៃយើងនឹងហើយនៅពេលដែលយើងបានទទួលព្រះយេស៊ូវគ្រីស្ទជាព្រះអង្គម្ចាស់របស់យើងនោះយើងបានទទួលព្រះវិញ្ញាណបរិសុទ្ធដែលគង់នៅក្នុងយើងសោយរីកលើបល្ល័ង្កចិត្តរបស់យើងហើយព្រះអង្គតែងតែដឹកនាំយើងបង្រៀនយើងឲ្យយើងស្គាល់សេចក្តីពិតរបស់ព្រះកាន់តែច្បាស់ថែមទៀតជាមួយថ្ងៃទៅមួយថ្ងៃជាពិសេសឲ្យយើងស្គាល់ពីជីវិតរបស់យើងនៅលើផែនដីនេះផងដែរដែលពីដើមយើងអត់ដែលដឹងទេថាជីវិតយើងហេតុអ្វីបានជាយើងមករស់នៅលើផែនដីនេះហើយការដែលយើងរស់នៅលើផែនដីនេះភារកិច្ចរបស់យើងធ្វើអ្វីខ្លះហើយពេលដែលយើងលាចាកផែនដីទៅយើងទៅទីណាពីដើមយើងអត់ដឹងអ្វីទាំងអស់តែនៅពេលដែលយើងទទួលព្រះយេស៊ូវគ្រីស្ទជាព្រះអង្គម្ចាស់នៃយើងនោះព្រះវិញ្ញាណបានមកគង់សន្ធិដ្ឋនៅក្នុងយើងហើយព្រះអង្គបានបង្រៀនយើងឲ្យយើងស្គាល់សេចក្តីពិតរបស់ព្រះថាព្រះអង្គជាព្រះអធិការដែលបានបង្កើតយើងមកហើយព្រះអង្គមានព្រះហត្ថីស្រឡាញ់យើងទាំងអស់គ្នាហើយព្រះអង្គតែងតែដឹកនាំយើងឲ្យស្គាល់ពីព្រះហត្ថីរបស់ព្រះអង្គដើម្បីយើងធ្វើការនិងស្ដាប់ប្រកបព្រះអង្គហើយដើម្បីឲ្យជាចុងបញ្ចប់យើងនឹងបានរង្វាន់ដ៏ធំគឺជាជីវិតអស់កលជានិច្ចនៅឯនគរឋានសួគ៌នោះឯងគឺជាការមួយដែលយើងទាំងអស់គ្នាជាគ្រិស្តបរិសុទ្ធមានសង្ឃឹមថាការទាំងអស់នេះនឹងកើតឡើងសម្រាប់យើងទាំងអស់គ្នាហើយយើងនឹងសង្ឃឹមហើយយើងនឹងចាំយាមថាដល់ពេលវេលាកំណត់យើងនឹងបានដូចអ្វីដែលព្រះយេស៊ូវបានបង្រៀនយើងមែនថ្ងៃនេះខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាបានយល់បានដឹងបានពិចារណាពីជីវិតតួអង្គសំខាន់នៅក្នុងព្រះគម្ពីរដែលព្រះបានលើកយកមកបង្រៀនឲ្យយើងបានយល់ពីតួអង្គសំខាន់ដែលនៅក្នុងព្រះគម្ពីរឲ្យយើងយកមកពិចារណាពីជីវិតរបស់ពួកគាត់ហើយយើងរៀនពីជីវិតរបស់ពួកគាត់គឺពួកតួអង្គសំខាន់នៅក្នុងព្រះគម្ពីរដែលព្រះបន្ទូលបានប្រាប់យើងឲ្យបានយើងបានដឹងដូច្នេះយើងនឹងរៀនអស់គ្នានៅក្នុងថ្ងៃនេះបាទតែមុននឹងយើងចាប់ផ្ដើមសូមឲ្យយើងបានសម្រុំចិត្តដើម្បីអធិដ្ឋានអរព្រះវេដាដែលគង់នៅឋានសួគ៌ដ៏ខ្ពស់ផុតទុំគុំសូមអរគុណព្រះអង្គណាស់ដែលព្រះបានប្រទានពរទុំគុំទាំងអស់គ្នាមានពេលវេលាដើម្បីមកប្រកបគ្នាដើម្បីនឹងស្ដាប់ព្រះបន្ទូលរបស់ព្រះអង្គជ្រាងសរសើរលើដំណើរព្រះនាមព្រះអង្គនិងថ្វាយគុំព្រះអង្គគោលអរគុណព្រះអង្គដែលព្រះអង្គបានត្រាស់ហៅទុំគុំទាំងអស់គ្នាចូលមកក្នុងអាណាចក្ររបស់ព្រះអង្គហើយកូនអស់គ្នាខ្លាយជារាជរបស់ព្រះអង្គជាបាវបម្រើរបស់ព្រះអង្គហើយជាកូនស្ងួនគ្នារបស់ព្រះអង្គដែរហើយដល់ទីបំផុតកូនអស់គ្នានឹងខ្លាយទៅជារាជបរិសុទ្ធរបស់ព្រះអង្គនៅឯនគរឋានសួគ៌ហើយកូនអស់គ្នានឹងមានជីវិតដ៏នៅអកលជានិច្ចជាមួយព្រះអង្គកូនអរគុណទ្រង់ណាស់នៅព្រះបន្ទូលរបស់ព្រះអង្គនៅសេចក្តីសន្យារបស់ព្រះអង្គដែលព្រះបានប្រទានពរតាមរយៈសាវករបស់ព្រះអង្គតាមរយៈហោរារបស់ព្រះអង្គហើយដែលបានសរសេរនៅក្នុងគម្ពីរដើម្បីកូនទាំងអស់គ្នាបានយល់ពីព្រះហត្ថីរបស់ព្រះអង្គពីសេចក្តីស្រឡាញ់របស់ព្រះអង្គកាន់តែច្បាស់ថែមទៀតកូនអរគុណទ្រង់ណាស់ក៏សូមអរគុណជាមួយកូនដឹកនាំមាត់កូនចិត្តកូនគំនិតកូនសូមឲ្យគ្រប់ទាំងពាក្យដែលកូនបានចែកចាយទៅជាទីកប់ហត្ថីរបស់ព្រះអង្គហើយមកពីព្រះអង្គផងដែរកូនអរគុណទ្រង់កូនអធិដ្ឋានសូមក្នុងព្រះនាមព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនអរគុណព្រះអង្គបាទមេរៀនថ្ងៃនេះគឺផលផ្លែនៃការស្ដាប់បង្គាប់ព្រះបងប្អូនអើយយើងជាគ្រិស្តបរិស័ទយើងមានជំនឿដ៏ធំគឺយើងជឿព្រះដែលបង្កើតយើងមកគឺជាព្រះវរបិតាព្រះយេស៊ូវគ្រីស្ទនិងព្រះវិញ្ញាណបរិសុទ្ធគឺជាព្រះត្រីឯកដែលបានបង្កើតយើងមកហើយបានបង្កើតរបស់សពសារពើព្រះអង្គបានផ្គត់ផ្គង់យើងចិញ្ចឹមបីបាច់ថែរក្សាយើងហើយព្រះអង្គក៏បានត្រាស់ហៅយើងចូលមកក្នុងអាណាចក្ររបស់ព្រះរាជបុត្រាគឺព្រះយេស៊ូវគ្រីស្ទដើម្បីយើងខ្លាយទៅជារាជរបស់ព្រះអង្គជាសះរបស់ព្រះអង្គហើយនៅពេលដែលយើងបានទទួលព្រះអង្គហើយព្រះអង្គបានបង្រៀនយើងដឹកនាំយើងឲ្យយើងចេះស្ដាប់បង្គាប់ព្រះអង្គហើយនៅពេលដែលយើងស្ដាប់បង្គាប់ព្រះអង្គយើងនឹងបានទទួលផលផ្លែពីការដែលយើងថ្វាយបង្គំព្រះអង្គពីការដែលយើងស្ដាប់បង្គាប់ព្រះអង្គហើយពីការដែលយើងទទួលព្រះអង្គជាព្រះអង្គសង្គ្រោះក្នុងជីវិតរបស់យើងដូច្នេះយើងនឹងរៀនតួអង្គសំខាន់នៅក្នុងព្រះគម្ពីរដែល
ព្រះគម្ពីរបានប្រាប់យើងថាតើផលផ្លែនៃការស្ដាប់ប្រកបព្រះបានជារង្វាន់ជាយ៉ាងណានោះយើងនឹងរៀនទាំងអស់គ្នានៅថ្ងៃនេះបាទគឺនៅក្នុងគម្ពីរកូរិនថូសខ្សែទី1ចំពោះ15ខ36អោមនុស្សកំឡៅអើយគ្រប់ពូជដែលអ្នកព្រោះទៅបើមិនងប់នោះមិនប្រឡូកដោះឡើងទេបាទហើយនៅក្នុងគម្ពីរយូហានលោកសាវកយូហានក៏បានសរសេរដែលព្រះយេស៊ូវមានបន្ទូលបានបង្រៀនដល់ពួកសិស្សសាវករបស់ព្រះអង្គថាប្រកាសមែនខ្ញុំប្រាប់អ្នករាល់គ្នាជាប្រកាសថាបើកាត់ស្រូវដែលធ្លាក់ចុះទៅដីមិនងាប់ទេនោះក៏នៅតែមួយដដែលតែបើងាប់វិញនោះក៏បង្កើតផលជាច្រើនឡើងបាទខគម្ពីរទាំងពីរនេះគឺព្រះបន្ទូលរបស់ព្រះអង្គចង់បង្រៀនយើងឲ្យយើងបានយល់ថាព្រះយេស៊ូវបានមកយាងមកលើផែនដីនេះហើយមកព្រះអង្គយកកំណើតជាមនុស្សហើយព្រះអង្គក៏បានសង្កត់3ថ្ងៃហើយក៏មានបញ្ជូនរស់ឡើងវិញហើយក៏ព្រះអង្គក៏បង្រៀនពួកសិស្សសាវកព្រះអង្គថាបើក្រឹបស្រូវដែលធ្លាក់ចុះទៅដីមិនងាប់ទេនោះក៏នៅតែមួយដដែលតែបើងាប់វិញនោះក៏បង្កើតផលជាច្រើនឡើងដូច្នេះយើងឃើញថាព្រះយេស៊ូវទ្រង់បានសង្កត់ដើម្បីឲ្យត្រូវនឹងព្រះបន្ទូលរបស់ព្រះអង្គដែលព្រះអង្គបានបង្រៀនសិស្សសាវករបស់ព្រះអង្គនៅពេលនោះថាបើក្រឹបពូជមួយធ្លាក់ចុះដីហើយមិនងាប់ទេនោះមិនបានបង្កើតផលផ្លែជាច្រើនទេដូច្នេះទល់តែក្រឹបពូជនោះឯងងាប់ទើបដោះរំលោភដោះរឹសបានជាដើមឈើហើយមានផលផ្លែជាច្រើនឡើងការទាំងអស់នេះបានបង្រៀនឲ្យយើងដឹងថាព្រះយេស៊ូវទ្រង់បានមកសង្កត់បន្ទាប់ពីព្រះអង្គអស់បញ្ជន់ក្នុងរយៈពេល3យប់3ថ្ងៃព្រះអង្គមានបញ្ជន់រស់ឡើងវិញហើយព្រះអង្គក៏ឲ្យពួកសិស្សសាវករបស់ព្រះអង្គផ្សាយដំណឹងល្អពាសពេញលើផែនដីហើយដំណឹងល្អនោះក៏បានលូតលាស់គ្រប់ទិសទីនៅលើផែនដីនេះទាំងមូលពីចុងមេឃម្ខាងទៅដល់ចុងមេឃម្ខាងគឺមានអ្នកជឿដំណឹងល្អរបស់ព្រះយេស៊ូវការទាំងអស់នេះឯងដែលធ្វើឲ្យយើងនឹកចាំពីការដែលព្រះអង្គបានបង្រៀនថាគ្រប់ស្រូវដែលជ្រុះដីហើយមិនងាប់នោះមិនបង្កើតផលទេតែសម្រាប់ព្រះអង្គបានសង្កត់នៅលើឈើឆ្កាងហើយគ្រប់ពូជដែលព្រះអង្គដាក់ចុះនោះក៏បានកើតពាសពេញលើផែនដីគឺជាដំណឹងល្អគឺជាសេចក្តីសង្គ្រោះដល់មនុស្សរាប់ពាន់លាននាក់ដែលមានបាបហើយឈ្មោះនៃអំពើបាបគឺជាសេចក្តីស្លាប់តែព្រះបាទប្រោះទាំងអស់គ្នាឲ្យរស់ឡើងវិញបាទនេះឯងដែលយើងទាំងអស់គ្នារៀននៅវេលាថ្ងៃនេះថាតួអង្គ5នៅក្នុងព្រះគម្ពីរបាទទី1គឺលោកអាប់រ៉ាហាំយើងយកពីជីវិតរបស់លោកសេចក្តីជំនឿរបស់លោកបាទទី2គឺនាងអេស្ទើបាទនាងអេស្ទើក៏បានសុខចិត្តបដូរជីវិតដើម្បីជួយសាសយូដាឲ្យរួចផុតពីការសម្លាប់បំបត្តិពូជសាសយូដាក្នុងសម័យរបស់នាងអេស្ទើហើយទី3យើងនឹងរៀនពីជីវិតលោកសូលដែលហៅថាសាវកប៉ូលពីការដែលគាត់ផ្លាស់ប្ដូរពីឋានៈបុណ្យស័ក្តិគាត់ដ៏ខ្ពស់មកធ្វើជាបាវបម្រើរបស់ព្រះយេស៊ូវវិញហើយទី4យើងនឹងរៀនពីនាងម៉ារីជាព្រះមាតារបស់ព្រះយេស៊ូវថាតើព្រះនាងបានធ្វើអ្វីខ្លះដើម្បីនឹងទទួលឲ្យទេវតាប្រាប់នាងឲ្យទទួលយកពាក្យរបស់ព្រះថាមានបុត្រប្រសូតតាមរយៈនាងដែលនាងជាកមុំព្រហ្មចារីហើយទី5នឹងយើងរៀនពីព្រះយេស៊ូវពីជីវិតរបស់ព្រះអង្គដែលព្រះអង្គមកយកកំណើតជាមនុស្សហើយព្រះអង្គបានទទួលរងទុក្ខវេទនាជាច្រើនដើម្បីជួយយើងទាំងអស់គ្នាដែលជាគ្រិស្តបរិស័ទឲ្យបានរស់រានមានជីវិតដូចជាព្រះអង្គផងដែរហើយបានរួចផុតពីអំពើបាបដូច្នេះយើងនឹងរៀនតួអង្គ5បាទមានតួអង្គជាច្រើនទៀតព្រះអង្គឲ្យដូចជាលោកម៉ូសេដូចជាស្ដេចដាវីតនឹងមានហោរាជាច្រើនក៏តែខ្ញុំមិនបានលើកមកទេដោយពេលវេលាខ្លីខ្ញុំសូមលើកយកតែ5តួអង្គ5យកមកពិចារណារៀនទាំងអស់គ្នាបាទទី1គឺលោកអាប់រ៉ាហាំនៅក្នុងគម្ពីរលោកុបាទចំពុក12ខ1ដល់ខ3ព្រះយេស៊ូវទ្រង់មានបន្ទូលនឹងអាប់រ៉ាំថាចូលឯងចេញពីស្រុកពីញាតិសន្តាននិងពីផ្ទះឪពុកឯងទៅនៅឯស្រុកដែលអញនឹងបង្ហាញឲ្យចុះអញនឹងបង្កើតនគរមួយយ៉ាងធំពីឯងអញនឹងឲ្យពរដល់ឯងទាំងលើកឈ្មោះឯងធំផង
ai nâng ban thôi chỉ tí bằng tranh po đo một lúc tiếng lại khó bấy anh nâng oi po đo o nhẹ na để oi po đo ai hơi nâng đặt bằng đà xa đo o nhẹ na để đà xa ai cốc tiếng cua nấu pan đấy nâng ban po đo xa ai nếu chia sẻ cáiสัญญา ระบบเปรียเยโฮวาแบบต้องบันตรัสเฮาโลกอับราฮัมเอาโลกจะเจนพิสรกำเนิดปีnhiệtสันดานระบบโลกปีเตี้ยเปียปุกมาได้บาดปีnhiệtสันดานบางคนถึงออกให้ยันเคยทานโลกอับราฮัมอับมินสูเปรียมวยมัดทานแล้วองจิเปรียนาให้ไปก็เกิดชื่อเปรียให้ทั่วตามเปรียสกจะเจนปีnhiệtสันดานเอาปุกมาได้บางคนโดยสากัดชื่อตัวเลือกเปรียได้ตรัสเฮากวดខ្ញុំសម្រាប់ខ្ញុំពិចារណាទៅមុនពេលដែលខ្ញុំជឿព្រះយេស៊ូវខ្ញុំសួរថាតើព្រះយេស៊ូវជាព្រះបែបណាព្រះអង្គជាព្រះរបៀបណាមានលក្ខណៈអ្វីខ្លះហើយព្រះអង្គជួយខ្ញុំអ្វីខ្លះមុននឹងខ្ញុំជឿព្រះអង្គខ្ញុំសួរមែនទែនបាទហើយសួរឲ្យទៅរៀនសូត្រទៀតទៅរៀនចង់ដឹងពីសេចក្តីពិតរបស់ព្រះយេស៊ូវមុនពេលដែលខ្ញុំដាច់ចិត្តជឿខ្ញុំជឿថាបងប្អូនក៏ដូចខ្ញុំដែរមុននឹងជឿព្រះយេស៊ូវយើងសួរនាំព្រោះយើងពីដើមយើងមានជឿព្រះផ្សេងព្រះដតីដែលពុកម្ដាយជាដូនជាតាយើងជឿតមកហើយយើងក៏ជឿតាមដោយមិនបានសួរនាំអ្វីទេព្រោះជាដូនជាតាពុកម្ដាយយើងបានជឿរួចទៅហើយក៏តែសម្រាប់យើងដែលរស់នៅប្រទេសគេយើងឮថាមានព្រះផ្សេងខុសពីព្រះដែលយើងជឿពីមុនយើងចង់ដឹងដើម្បីដឹងថាតើសេចក្តីសន្យារបស់ព្រះអាចជួយអ្វីយើងបានខ្លះបាទហើយពេលដែលយើងសួរនាំសពគ្រប់ទៅយើងសម្រេចចិត្តថាអូខេយើងនឹងទទួលក៏តែយើងនៅរៀនបន្តទៀតចង់ដឹងចង់ឮមុននឹងយើងទទួលជឿតែចំពោះលោកអាប់រ៉ាហាំវិញគាត់អត់មានសួរនាំទេបងប្អូនពេលដែលព្រះត្រាស់ហៅគាត់ស្រាប់តែគាត់ជឿព្រះអង្គសុខចិត្តលះបង់ឪពុកម្ដាយញាតិសន្តានស្រុកកំណើតរបស់ខ្លួនហើយទៅទាំងមិនដឹងថាទៅទីណាទៀតពីព្រោះព្រះមានបន្ទូលនៅក្នុងគម្ពីរលោកុបាទចំពុក17ខ4ដល់ខ7ប្រាប់ថាអញមើលអញនឹងតាំងសេចក្តីសញ្ញានឹងឯងហើយឯងនឹងធ្វើជាឪពុកនៃសាសជាច្រើនឈ្មោះឯងមិនត្រូវហៅថាអាប់រ៉ាំទៀតទេគឺត្រូវហៅថាអាប់រ៉ាហាំវិញត្បិតអញបានតាំងឯងឲ្យធ្វើជាឪពុកនៃសាសជាច្រើនអញនឹងធ្វើឲ្យឯងបង្កើតកូនសុសសាយសន្ធឹកឲ្យមាននគរផ្សេងកើតចេញអំពីឯងមកព្រមទាំងស្ដេចជាច្រើនដែរអញនឹងតាំងសញ្ញានឹងឯងហើយនឹងពូជឯងតាមដំណរគេតទៅទុកជាសេចក្តីសន្យាដល់នៅអស់កលជានិច្ចដើម្បីឲ្យអញបានធ្វើជាព្រះនៃឯងនិងពូជឯងតទៅនេះគឺជាព្រះបន្ទូលរបស់ព្រះដែលព្រះមានបន្ទូលទៅប្រាប់លោកអាប់រ៉ាហាំហើយគ្រាន់តែព្រះមានបន្ទូលទៅប៉ុណ្្នឹងឯងលោកអាប់រ៉ាហាំក៏ជឿតាមហើយសុខចិត្តចុះចេញពីស្រុកកំណើតឪពុកម្ដាយបងប្អូនញាតិសន្តានហើយនាំប្រពន្ធហើយនឹងពួកពលបរិវារហើយនឹងរើទ្រព្យសម្បត្តិធ្វើដំណើរទៅដោយមិនដឹងថាទៅទីណាទៀតធម្មតាមនុស្សយើងមិននឹងទៅទីណាយើងមានកម្រងថាតើយើងទៅទីណាកន្លែងណាហើយយើងនឹងបានអ្វីពីកន្លែងនោះយើងនឹងធ្វើការអ្វីរកស៊ីចិញ្ចឹមជីវិតរបស់យើងនៅទីកន្លែងដែលយើងចង់ទៅតែលោកអាប់រ៉ាហាំអត់ទេបងប្អូនគាត់ជឿព្រះ 100% ហើយក៏អត់ទាំងស្គាល់ព្រះតួអង្គព្រះជាអ្នកណាផងក៏អត់មានសួរនាំអីទាំងអស់ដោយមានចិត្តជឿធ្វើតាមហើយយើងឃើញថាលោកអាប់រ៉ាហាំសប្តាហ៍នេះយើងជាគ្រិស្តបរិស័ទគឺជាពូជដែលមកពីលោកអាប់រ៉ាហាំហើយពូជដែលជាមូស្លីមចាមកាន់សាសនាអ៊ីស្លាមក៏គេថាគេជាពូជពងរបស់លោកអាប់រ៉ាហាំដែរខាងអំបូរអ៊ីស្ម៉ាអែលជាកូនរបស់បាវបំរើស្រីហាកាហើយយើងឃើញថាពួកមូស្លីមនិងគ្រិស្តបរិស័ទយើងគឺមានចំនួនច្រើនមែនទែននៅលើពិភពលោកនេះណាដែលជឿព្រះវងវេដាដែលបង្កើតមេឃកើតផែនដីដូចគ្នាគ្រាន់តែម្នាក់គេតាមលោកមហាម៉ាត់ជាហោរារបស់គេចំណែកយើងជាគ្រិស្តបរិស័ទយើងតាមព្រះយេស៊ូវគ្រីស្ទជាព្រះអង្គម្ចាស់របស់យើងបាទក៏ប៉ុន្តែជាពូជអាប់រ៉ាហាំដូចគ្នាដូច្នេះយើងឃើញថាព្រះបន្ទូលរបស់ព្រះអង្គតាំងពីជំនាន់លោកអាប់រ៉ាហាំមកដល់សព្វថ្ងៃនេះមានរាប់ពាន់ឆ្នាំមកហើយការទាំងអស់នេះកើតឡើងដោយអ្វីដែលព្រះបានសន្យាលោកអាប់រ៉ាហាំមែន
គឺមានពូជសាសន៍ជាច្រើនបានកើតចេញពីលោកអាប់រ៉ាហាំមកការទាំងអស់នេះឯងបងប្អូនគឺជាជំនឿរបស់លោកអាប់រ៉ាហាំដែលលោកអាប់រ៉ាហាំបានស្ដាប់ប្រកបព្រះគឺនៅក្នុងគម្ពីរលោកុបាទចំពុក22ខ18គ្រប់ទាំងសាសនៅផែនដីនឹងបានពោលដោយសារពូជឯងពីព្រោះឯងបានស្ដាប់តាមពីឯងឃើញនេះជាការបញ្ជាក់របស់ព្រះដែលថាដោយសារលោកអាប់រ៉ាហាំបានជឿតាមព្រះស្ដាប់បង្គាប់ព្រះនោះព្រះក៏ប្រទានពរឲ្យលោកអាប់រ៉ាហាំខ្លាយទៅជាមនុស្សសុចរិតនៅលើពិភពលោកទាំងមូលគឺបរិស័ទក៏យើងជឿថាលោកអាប់រ៉ាហាំជាមនុស្សដ៏សុចរិតរបស់ព្រះទោះបីគាត់មិនបានធ្វើកិច្ចការបានគ្រប់លក្ខ 100% ក្តីក៏តែព្រះបានរាប់លោកអាប់រ៉ាហាំថាជាមនុស្សសុចរិតរបស់ព្រះអង្គហើយហៅលោកអាប់រ៉ាហាំថាជាមិត្តសម្លាញ់របស់ព្រះអង្គទៀតហើយពួកខាងមូស្លីមក៏គេទទួលស្គាល់ថាលោកអាប់រ៉ាហាំជាមនុស្សសុចរិតរបស់ព្រះដែរដោយសារសេចក្តីជំនឿរបស់លោកអាប់រ៉ាហាំដោយលោកអាប់រ៉ាហាំជឿទុកចិត្តលើព្រះដែលបានត្រាស់ហៅលោកឲ្យចាក់ចេញពីស្រុកកំណើតបាទនៅក្នុងគម្ពីរខ្ញុំបាត់មួយនៅក្នុងគម្ពីរហេព្រើរបាទខ្ញុំបាត់កន្លែងនេះមួយនៅក្នុងគម្ពីរហេព្រើរចំពុក11ខ8ដោយសារសេចក្តីជំនឿកាលព្រះបានហៅលោកអាប់រ៉ាហាំនោះលោកក៏បានស្ដាប់បង្គាប់លោកចេញទៅឯកន្លែងដែលត្រូវទទួលជាមរតកគឺចេញទៅឥតមានដឹងជាទៅឯណាទេណាបាទលោកអាប់រ៉ាហាំគាត់ចេញទៅដោយព្រះបន្ទូលត្រាស់ហៅលោកក៏ចេញទៅហើយលោកអត់ដឹងថាទៅទីណាទេគឺលោកបានស្ដាប់បង្គាប់ព្រះដោយសារសេចក្តីជំនឿនោះលោកបានស្នាក់នៅក្នុងស្រុកដែលទ្រង់សន្យាឲ្យដូចជានៅប្រទេសដទៃក៏នៅតែក្នុងត្រសាលជាមួយនឹងអ៊ីសាក់ហើយនឹងយ៉ាកុបជាអ្នកគ្រប់គ្រងសេចក្តីសន្យាដដែលទុកជាមរតកជាមួយគ្នាជាឃើញថាលោកអាប់រ៉ាហាំបានជឿព្រះបានចាក់ចែងពីស្រុកកំណើតដោយសារព្រះត្រាស់ហៅលោកហើយលោកអត់មានសួរដេញដោលព្រះមួយម៉ាត់សោះបាទនេះជាសេចក្តីជំនឿដែលលោកអាប់រ៉ាហាំជឿដល់ព្រះហើយលទ្ធផលមកបងប្អូនឃើញគឺលោកអាប់រ៉ាហាំដោយការស្ដាប់បង្គាប់របស់ព្រះលោកបានខ្លាយទៅជាមនុស្សសុចរិតរបស់ព្រះហើយព្រះបានលើកនៅពេលដែលលោកអស់ជីវិតនៅលើផែនដីនេះទៅព្រះបានលើកលោកអាប់រ៉ាហាំទៅនៅឯនគរឋានសួគ៌ជាមួយព្រះអង្គយើងនឹកចាំពីព្រះស៊ូដែលបង្រៀនពីអ្នកក្រម្នាក់ឈ្មោះឡាសាជាមួយនឹងអ្នកមានម្នាក់ឡាសាក្រមានដំបៅពេញខ្លួនហើយវេទនាទៅរឹសចំណៃក្រុមតុករបស់សេដ្ឋីនោះហើយលុះឡាសាស្លាប់ទៅព្រះយេស៊ូវបង្រៀនថាឡាសាក៏ទៅនៅជាមួយលោកអាប់រ៉ាហាំបាទឯនគរឋានសួគ៌គឺលោកអាប់រ៉ាហាំបានទៅនៅឯនគរឋានសួគ៌ដោយសារជំនឿរបស់លោកអាប់រ៉ាហាំនិងការស្ដាប់បង្គាប់របស់លោកអាប់រ៉ាហាំការទាំងអស់នេះឯងដែលយើងត្រូវរៀនថាការស្ដាប់បង្គាប់ព្រះការធ្វើតាមព្រះហាតីរបស់ព្រះលទ្ធផលទង្វើដែលលោកអាប់រ៉ាហាំបានទទួលគឺលោកខ្លាយជាមនុស្សសុចរិតរបស់ព្រះហើយគាត់បានទៅនៅឯនគរឋានសួគ៌តាមសេចក្តីសន្យារបស់ព្រះហើយព្រះក៏បានហៅលោកអាប់រ៉ាហាំថាជាមិត្តសម្លាញ់របស់ព្រះអង្គផងដែរនេះជាជីវិតរបស់លោកអាប់រ៉ាហាំដែលគាត់បានស្ដាប់បង្គាប់ព្រះហើយគាត់ធ្វើតាមអ្វីដែលព្រះមានបន្ទូលប្រាប់គាត់មិនត្រឹមតែគាត់ចាក់ចែងពីស្រុកកំណើតទេលោកអាប់រ៉ាហាំនៅពេលដែលគាត់បានកូនមួយឈ្មោះអ៊ីសាក់មានកូនតែមួយគាត់ហើយព្រះឲ្យយកលោកអ៊ីសាក់ទៅធ្វើយ៉ាញ់បូជាថ្វាយព្រះលោកអាប់រ៉ាហាំសុខចិត្តធ្វើតាមព្រះហាតីរបស់ព្រះដោយមានកូនតែមួយយកកូនឡើងលើភ្នំហើយចាប់កូនចងដើម្បីនឹងដុតសម្លាប់ថ្វាយយ៉ាញ់បូជាថ្វាយព្រះក៏តែពេលនោះព្រះឲ្យទេវតាមកជួយទន់បាទដោយមិនឲ្យលោកសម្លាប់កូនឈ្មោះអ៊ីសាក់ទេដោយឲ្យជាមួយជំនួសវិញកន្លែងនោះឯងដែលបង្ហាញពីសេចក្តីស្រឡាញ់ពីជំនឿរបស់លោកអាប់រ៉ាហាំចំពោះព្រះដែលលោកស្ដាប់បង្គាប់ព្រះបាទជីវិតយើងដូចគ្នាជាគ្រិស្តបរិស័ទយើងគួរតែរៀនពីលោកអាប់រ៉ាហាំឲ្យបានច្រើនថាហេតុអ្វីលោកអាប់រ៉ាហាំហ៊ានលះបង់ចាក់ចេញពីស្រុកកំណើតធ្វើតាមព្រះហាតីរបស់ព្រះហើយលទ្ធផលគឺលោកអាប់រ៉ាហាំបានជាទីគប់ចិត្តគឺនគរនៅលើផែនដីជាច្រើនបានជឿទៅតាមលោកអាប់រ៉ាហាំគឺព្រះរបស់លោកអាប់រ៉ាហាំដែលផ្សាយមកដល់យើងទាំងអស់គ្នាបាទរឿងទី2គឺនាងអេស្ទើ
បាទនាងអេស្ទើគឺជារឿងមួយដែលយើងគួរយកពិចារណាដែរបាទនៅក្នុងគម្ពីរនាងអេស្ទើចំពុក4ខ11អស់ទាំងពួកបម្រើរបស់ស្ដេចនិងពួកបណ្ដាជននៅគ្រប់ទាំងខេត្តរបស់ទ្រង់សុទ្ធតែដឹងថាបើស្ដេចមិនបានហៅរកនោះអ្នកណាក៏ដោយទោះប្រុសឬស្រីក្តីដែលនឹងចូលទៅឲ្យស្ដេចក្នុងព្រះរាជរោងខាងក្នុងនោះមានច្បាប់តែមួយចំពោះអ្នកនោះគឺត្រូវសម្លាប់បងលើកតែអ្នកណាដែលទ្រង់ហុចព្រះដំបងមាសមកប្រោះឲ្យបានរស់ប៉ុណ្ណោះតែស្ដេចមិនបានហៅខ្ញុំឲ្យចូលទៅចំពោះទ្រង់អស់30ថ្ងៃនេះហើយបាទឯរឿងរបស់នាងអេស្ទើគឺយ៉ាងដូចនេះនាងអេស្ទើគឺជាជនជាតិសាសយូដាក្នុងសម័យនោះនាងឪពុកម្ដាយស្លាប់ហើយបានបងជាដូនមួយឈ្មោះម៉ាដេកាបានយកទៅចិញ្ចឹមដូច្នេះម៉ាដេកានឹងគឺជាបងជាដូនមួយផងជាឪពុកចិញ្ចឹមរបស់នាងអេស្ទើដែរបាទពេលដែលស្ដេចបានខឹងជាមួយអគ្គមហេសីដើមក៏បានរកភរិយាថ្មីហើយគេក៏បានអំពាវនាវរងអ្នកស្រីដែលស្អាតហើយគេក៏បានជ្រើសរើសនាងអេស្ទើឲ្យក្លាយទៅជាអគ្គមហេសីរបស់ស្ដេចពេលនោះឯងមានមន្ត្រីម្នាក់ឈ្មោះហាម៉ានបាទគាត់យកចិត្តទុកដាក់នឹងស្ដេចត្រូវស្ដេចហើយគាត់ក៏មានបំណងឲ្យគេទាំងអស់គោរពដូចជាថ្វាយបង្គំគាត់ដែរឲ្យគោរពអមក្រាបចំពោះគាត់ហើយបងច្បងមួយរបស់នាងអេស្ទើឈ្មោះម៉ាដេកាដែលគាត់ជាសាសយូដាគាត់អត់ថ្វាយបង្គំគាត់អត់អមក្រាបចំពោះហាម៉ានដែលជាមន្ត្រីរបស់ព្រះរបស់ស្ដេចពេលនោះហើយហាម៉ានខឹងនឹងម៉ាដេកាជាខ្លាំងហើយដឹងថាម៉ាដេកាជាពូជសាសយូដាហើយហាម៉ានដែលជាមន្ត្រីមានអំណាចពីស្ដេចចង់សម្លាប់ពូជសាសយូដាទាំងអស់ចោលពេលនោះឯងម៉ាដេកាបានដឹងក៏ទៅប្រាប់អេស្ទើដែលជាអគ្គមហេសីស្ដេចដើម្បីឲ្យជួយពូជសាសយូដាកុំឲ្យគេសម្លាប់បំបត្តិពូជបាទដូច្នេះហើយនាងអេស្ទើក៏បានដឹងថានឹងជួយដល់សាសយូដាឲ្យរួចផុតពីការសម្លាប់ក៏តែនាងអត់មានសិទ្ធិចូលទៅកលស្ដេចទេដើម្បីទៅប្រាប់ពីការដែលហាម៉ានចង់សម្លាប់សាសយូដាដូច្នេះបាននាងប្រាប់ថាមានច្បាប់មួយគឺមិនអោយអ្នកណាចូលទៅក្នុងរោងខាងក្នុងទេលើកលែងតែមានដំបងមាសហើយអ្នកណាក្រៃសំបីតែអគ្គមហេសីរបស់ស្ដេចក៏មិនអាចជួបស្ដេចបានដែរបាទក៏តែក្រោយមកដោយសេចក្តីស្រឡាញ់ដល់ពូជសាសន៍របស់ខ្លួនដើម្បីការពារពូជសាសន៍របស់ខ្លួននាងអេស្ទើក៏សម្រេចចិត្តបាននិយាយថាសូមទៅប្រមូលពួកសាសយូដាដែលនៅក្រុងស៊ូសានឲ្យប្រជុំគ្នាតបអត់ឲ្យខ្ញុំកុំឲ្យបានភោគវ័យទាំងយប់ទាំងថ្ងៃអស់រវាង3ថ្ងៃឯខ្ញុំនិងពួកស្រីបម្រើរបស់ខ្ញុំក៏នឹងតមដូចនេះដែរយ៉ាងនោះខ្ញុំនឹងចូលទៅគល់ស្ដេចដែលជាការខុសច្បាប់ហើយបើខ្ញុំត្រូវស្លាប់ក៏ស្លាប់ទៅចុះនាងអេស្ទើដែលជាអគ្គមហេសីហេតុតែចង់ជួយសង្គ្រោះសាសយូដានៅពេលនោះបានតាំងចិត្តថាទោះបីជាត្រូវស្លាប់ដោយសារចូលទៅគល់ស្ដេចក៏នាងសុខចិត្តដែរដើម្បីជួយសាសយូដាឲ្យព្រួយផុតពីការសម្លាប់ពូជសាសនេះយើងឃើញថាការប្រូផ្លាច់របស់នាងអេស្ទើដោយសារតែជួបស្ដេចដោយខុសច្បាប់ទម្លាប់ដោយនាងអត់មានសិទ្ធិនឹងទៅជួបស្ដេចទេព្រោះ30ថ្ងៃហើយដែលស្ដេចមិនបានមកជួបនាងដូច្នេះនាងត្រូវតែបន្ថយជីវិតដើម្បីជួយពូជសាសយូដានោះឯងគឺជាការស្ដាប់ប្រកបព្រះដែលព្រះបានរើសនាងឡើងជាពូជសាសយូដាឲ្យខ្លាយទៅជាអគ្គមហេសីរបស់ស្ដេចក៏ប៉ុន្តែហេតុតែស្រឡាញ់ពូជសាសរបស់ខ្លួននាងហ៊ានប្រូរជីវិតដើម្បីទៅជួបស្ដេចទោះបីជាដឹងថាខុសច្បាប់ក្តីក៏សុខចិត្តសុខកាយប្រូរជីវិតរបស់ខ្លួនដើម្បីទៅជួបស្ដេចដើម្បីសូមឲ្យស្ដេចជួយពូជសាសយូដាកុំឲ្យមន្ត្រីឈ្មោះហាម៉ានសម្លាប់បាទដូច្នេះបងប្អូនចង់ដឹងរឿងនេះឲ្យបានសូមបងប្អូនអាននៅក្នុងគម្ពីរនាងអេស្ទើបាទបន្ទាប់មកស្ដេចក៏យល់ព្រមតាមនាងហើយនាងមានមធ្យោបាយជាច្រើនរហូតដល់ស្ដេចសម្លាប់ហាម៉ានដែលជាមន្ត្រីក្បត់ដែលចង់សម្លាប់ពូជសាសយូដាហើយសាសយូដាគឺសាសអ៊ីស្រាអែលសប្តាហ៍នេះដែលរស់រានមានជីវិតរហូតមកដល់ថ្ងៃនេះគឺដោយសារព្រះនាងអេស្ទើដែលបានជួយជីវិតសាសយូដានៅក្នុងសម័យនោះការនេះឯងដែលបង្ហាញ
ពីការដែលមនុស្សស្រីម្នាក់ហ៊ានលះបង់ជីវិតដើម្បីជួយអ្នកដទៃឲ្យរស់បានជាការមួយសម្រាប់ឲ្យយើងទាំងអស់គ្នាបានរៀនសូត្រថាការស្ដាប់ប្រកបព្រះការលះបង់ជីវិតផ្ទាល់ខ្លួនដើម្បីនឹងជួយការអ្វីមួយគឺនាងនឹងបានរង្វាន់រង្វាន់ដ៏ពិសេសដែលព្រះប្រទានឲ្យនាងគឺពូជសាសន៍យូដាអាចរស់រានមានជីវិតរហូតមកដល់សប្តាហ៍នេះការនេះអស្ចារ្យមែនទែនបងប្អូនបាទទី3យើងនឹងរៀនពីលោកសូលដែលមានឈ្មោះថាសាវកពូលនៅក្នុងគម្ពីរកិច្ចការចំពុក9ខ3ដល់ខ6ប៉ុន្តែកំពុងដែលគាត់ដើរតាមផ្លូវទៅជិតនឹងដល់ក្រុងដាម៉ាស់ហើយនោះស្រាប់តែមានពន្លឺពីលើមេឃភ្លឺមកនៅជុំវិញខ្លួនគិតក៏ដួលដល់ដីរួចសំឡេងមានបន្ទូលមកថាសូលណែសូលហេតុអ្វីបានជាអ្នកបៀតបៀនដល់ខ្ញុំដូច្នេះគិតទូលឆ្លើយថាអូព្រះអង្គចាស់អើយព្រះអង្គណានោះរួចព្រះអង្គចាស់ទ្រង់ទូលថាខ្ញុំនេះជាព្រះយេស៊ូវដែលអ្នកបៀតបៀនអ្នកធាក់ជួលនឹងចំនួនដូច្នេះនោះពិបាកដល់អ្នកណាស់នោះគាត់ក៏ញាប់ញ័រទាំងអស់ចាស់ក្នុងចិត្តហើយទូលថាព្រះអង្គម្ចាស់អើយតើទ្រង់សពព្រះហត្ថីឲ្យទូលបង្គំធ្វើដូចម្តេចព្រះអង្គចាស់មានបន្ទូលថាចូលក្រោកឡើងចូលទៅក្នុងទីក្រុងទៅនោះគេនឹងប្រាប់អ្នកឲ្យដឹងពីការដែលអ្នកត្រូវធ្វើកន្លែងនេះគឺចង់និយាយពីឈ្មោះសូលដែលជាគណៈផារស៊ីគាត់មានបុណ្យស័ក្តិខ្ពស់នៅក្នុងសង្ឃគាត់រៀនបានជ្រៅជ្រះគាត់មានប្រាក់ខែសម្រាប់ចិញ្ចឹមជីវិតរបស់គាត់ហើយគាត់ស្អប់ពួកគ្រីស្ទាននៅក្នុងសម័យនោះឲ្យទៅលឺអ្នកណាថ្វាយបង្គំព្រះយេស៊ូវគឺគាត់ទៅចាប់ចោលដាក់គុកអាចនឹងសម្លាប់តាមអំណាចដែលគាត់មានក៏តែនៅពេលដែលគាត់ធ្វើដំណើរទៅទីក្រុងដាម៉ាស់ព្រះបានរិះគាត់ដោយឲ្យភ្នែកគាត់ទាំងពីរត្រូវពន្លឺថ្ងៃហើយភ្នែកគាត់ទាំងពីរក៏ខ្វាក់ហើយលោកសូលក៏សួរទៅព្រះថាតើព្រះអង្គណាព្រះយេស៊ូវក៏មានបន្ទូលថាខ្ញុំជាព្រះយេស៊ូវអ្នកបៀតបៀនដល់អ្នកដែលជឿតាមព្រះអង្គហើយព្រះអង្គឲ្យលោកសូលចូលទៅទីក្រុងនឹងមានមនុស្សម្នាក់នឹងជួយគាត់ឲ្យរួចពីការខ្វាក់ភ្នែករបស់គាត់នៅក្នុងកិច្ចការចំពុក9ខ13ដល់14អាណានេសទូលឆ្លើយថាព្រះអង្គចាស់អើយទូលបង្គំបានលើមនុស្សជាច្រើននិយាយពីការអាក្រក់ទាំងប៉ុន្មានដែលអ្នកនោះបានប្រព្រឹត្តដល់ពួកបរិសុទ្ធរបស់ទ្រង់នៅក្រុងយេរូសាឡិមខ14ហើយនៅទីនេះគាត់ក៏មានអំណាចពីពួកសង្គ្រាមអាចនឹងទៅចាប់ចងនៅអស់អ្នកណាដែលអំពាវនាវដល់ព្រះនាមទ្រង់ដែរពេលនោះឯងព្រះបានមានបន្ទូលទៅដល់បម្រើរបស់ព្រះអង្គឈ្មោះអាណានីសដើម្បីឲ្យលោកអាណានីសទៅដាក់ដៃលើលោកសូលដើម្បីឲ្យលោកបានភ្លឺភ្នែកឡើងវិញក៏តែពេលនោះឯងដែលលោកអាណានីសបានទូលទៅព្រះអង្គថាម្នាក់នោះឈ្មោះសូលនោះគឺជាមនុស្សអាក្រក់ណាស់ដែលបានដើរចាប់ពួកបរិសុទ្ធរបស់ព្រះអង្គយកទៅដាក់គុកវាធ្វើបាបតាមអំណាចរបស់គេដូច្នេះលោកអាណាម៉ាស់ចង់ទូលទៅព្រះអង្គថាកុំឲ្យសង្គ្រោះម្នាក់នោះអីជាមនុស្សអាក្រក់ណាស់ក៏តែព្រះមានបន្ទូលទៅគាត់ថាប៉ុន្តែព្រះអង្គចាស់មានបន្ទូលថាចូលទៅចុះពីព្រោះអ្នកនោះជាប្រដាប់ឬតាំងដល់ខ្ញុំសម្រាប់នឹងប្រកាសឈ្មោះខ្ញុំដល់ពួកសាសដតីនិងពួកស្ដេចហើយនឹងពួកកូនចៅសាសអ៊ីស្រាអែលផងត្បិតខ្ញុំនឹងបង្ហាញឲ្យគាត់ដឹងជាប្រោរងទុកលំបាកទាំងអត់បានដល់ព្រោះឈ្មោះខ្ញុំដែលព្រះយេស៊ូវប្រាប់ទៅលោកអាណានីសថាទៅដាក់ដៃឲ្យគេជឿភ្នែកចុះដើម្បីឲ្យគេបានមកបម្រើព្រះអង្គវិញព្រោះព្រះអង្គសម្រេចពីហត្ថីនឹងរឹសលោកសូលហើយព្រះអង្គក៏បានប្រែឈ្មោះគាត់ទៅជាសាវកពលវិញហើយជាឃើញថាការដែលព្រះបានរឹសហើយការដែលលោកសូលបដូរមកសាវកពលវិញបានបំផ្លាស់បំប្រែឋានៈបុណ្យស័ក្តិរបស់ខ្លួនហើយធ្វើការបម្រើព្រះយេស៊ូវខ្លាយទៅជាសាវករបស់ព្រះយេស៊ូវសម្រាប់ពួកសាសដតីហើយការដែលលោកសាវកពលបានធ្វើនោះឯងបានដំណឹងល្អបានមកដល់យើងទាំងអស់គ្នាដែលជាសាសដតីដែលក្នុងគម្ពីរសញ្ញាចាស់យើងទាំងអស់គ្នានឹងបានរកចូលជាពូជសាសជារាជរបស់ព្រះអង្គទេតែបន្ទាប់ពីព្រះយេស៊ូវបានរើសលោកសាវកពលឲ្យគាត់ទៅផ្សាយដំណឹងល្អដល់សាសដតីគឺយើងទាំងអស់គ្នានឹងឯងហើយយើងក៏បានជឿដល់ព្រះអង្គដោយសារដំណឹងល្អតាមរយៈលោកសាវកពលនឹងឯងយើងឃើញថាលោកសាវកពលបានបដូរពីជីវិតដ៏ល្អរុងរឿងរបស់គាត់
បានមកខ្លាយទៅជាបាវបំរើរបស់ព្រះយេស៊ូវហើយលោកត្រូវការគេវិដំប្រមាថដូចជាយើងដែលជឿព្រះយេស៊ូវដែរឃើញទេមនុស្សដែលមានឋានៈខ្ពង់ខ្ពស់សត្វតែបន្ទាបខ្លួនមកបម្រើព្រះយេស៊ូវហើយទទួលការបៀតបៀនរងទុក្ខវេទនាហើយមានគេគប់ទុំថ្មគាត់រហូតដល់សម្លាប់ហើយគេស្មានតែគាត់ស្លាប់ហើយគេក៏ដើរចេញទៅបន្ទាប់មកគាត់ដឹងខ្លួនឡើងវិញក៏រស់រានមានជីវិតឡើងវិញការទាំងអស់នេះដែលបង្ហាញពីការដែលមនុស្សបានលះបង់នៅបុណ្យស័ក្តិនៅអំណាចរបស់ខ្លួនដើម្បីធ្វើការបម្រើព្រះហើយលទ្ធផលយើងឃើញហើយលោកសាវកពូលមានឈ្មោះល្បីមែនទែននៅក្នុងគម្ពីរសញ្ញាថ្មីដែលលោកបានសរសេរសម្បត្តិជាច្រើនបានដឹកនាំសាសជាច្រើនដូចជាសាសដតីដែលយើងនេះឲ្យបានជឿព្រះអង្គដើរតាមព្រះអង្គឲ្យបានសង្គ្រោះដោយសារដំណឹងល្អរបស់គាត់ការទាំងអស់នេះដែលបង្ហាញនៅជីវិតដែលយើងស្ដាប់បង្គាប់អង្គធ្វើការបម្រើព្រះអង្គហើយយើងបានលទ្ធផលដ៏ល្អគឺជារង្វាន់នៅក្នុងគម្ពីររ៉ូមចំពោះ14ខ8ដល់ខ9ទោះបើយើងរស់ឬស្លាប់ក្តីគង់តែយើងត្រូវរស់ឬស្លាប់ថ្វាយព្រះអង្គចាស់វិញដូច្នេះបើរស់ឬស្លាប់ក្តីនោះយើងក៏ជារបស់ផងព្រះអង្គចាស់ដែរត្បិតដោយហេតុនោះឯងបានជាព្រះគ្រិស្តទ្រង់សគត់ហើយមានប្រជញ្ញរស់ឡើងវិញគឺដើម្បីនឹងធ្វើជាម្ចាស់លើទាំងមនុស្សស្លាប់និងមនុស្សរស់ផងនេះជាពាក្យរបស់លោកសាវកពូលដែលលោកបានសរសេរសម្បត្តិទៅទីក្រុងរ៉ូមដើម្បីរំលឹកថាបើយើងរស់ឬស្លាប់ក្តីគង់តែយើងត្រូវរស់ឬស្លាប់ថ្វាយព្រះអង្គម្ចាស់យេស៊ូវដែរគឺការរំលឹករបស់គាត់ដល់ក្រុមជំនុំនៅទីក្រុងរ៉ូមថាឲ្យគេតាំងចិត្តថាបើយើងជឿព្រះអង្គហើយយើងថ្វាយខ្លួនទៅព្រះអង្គហើយយើងជារបស់ផងព្រះគ្រិស្តហើយដូច្នេះទោះបីយើងរស់ឬស្លាប់ក្តីគឺយើងត្រូវតែធ្វើការថ្វាយព្រះការនេះបង្រៀនឲ្យយើងទាំងអស់គ្នាជាគ្រិស្តបរិស័ទយកពិចារណាមើលថាលោកសាវកពូលធ្លាប់មានបុណ្យស័ក្តិអំណាចក្នុងគណៈផារស៊ីក្នុងពួកសង្គ្រាមតែគាត់បានលះចោលហើយប្រកគេបៀតបៀនដោយសារដំណឹងល្អរបស់ព្រះយេស៊ូវហើយគាត់ក៏បានសង្គ្រោះដោយសារព្រះយេស៊ូវបានសង្គ្រោះលោកឲ្យคล้ายទៅជាសាវករបស់ព្រះហើយនឹងមានជីវិតអស់កលជានិច្ចនៅឯនគរឋានសួគ៌ការបដូរបងប្អូនឋានៈក៏ខ្ពស់ដើម្បីយកជីវិតអស់កលជានិច្ចនៅឯនគរឋានសួគ៌គឺសម្រាប់សំខាន់ណាស់សម្រាប់យើងទាំងអស់គ្នាដែលយើងទាំងអស់គ្នាបានរៀនយើងពីដើមបងប្អូនខ្លះធ្វើជាមន្ត្រីរាជការមានឋានៈមានបុណ្យស័ក្តិឬក៏មានទ្រព្យសម្បត្តិពេលដែលបានលើកដំណឹងល្អព្រះយេស៊ូវហើយបានប្រូរចិត្តជឿព្រះអង្គវិញនោះគឺយើងបដូរឋានៈរបស់យើងដែលយើងមានពីមុនយើងបានមកធ្វើការថ្វាយព្រះយើងមានការបៀតបៀនការមើលងាយពីបងប្អូនញាតិមិត្តពីអ្នកដែលធ្វើការជាមួយគ្នាក៏តែយើងបានសេចក្តីសន្យាពីព្រះគឺជីវិតអស់កលជានិច្ចនឹងបានទៅនៅជាមួយព្រះឯនគរឋានសួគ៌នេះជាការដែលយើងបដូរបងប្អូនដែលយើងបដូរពីឋានៈរុងរឿងរបស់យើងមកធ្វើជាបាវបម្រើរបស់ព្រះវិញលោកសាវកពូលក៏បានបង្រៀននៅក្នុងសម្បត្តិថៃសាឡូនីកផងដែរថាឯក្រោយដែលយើងខ្ញុំបានរងទុក្ខនិងត្រូវគេជេរប្រមាថនៅក្រុងហ្វីលីបដូចជាអ្នករាល់គ្នាដឹងស្រាប់ហើយនោះយើងខ្ញុំមានចិត្តក្លាហានដោយសារព្រះនៃយើងខ្ញុំដើម្បីនឹងផ្សាយដំណឹងល្អពីព្រះមកដល់អ្នករាល់គ្នាដែរទាំងមានសេចក្តីតយុទ្ធជាច្រើនផងដែលបន្ទាប់ពីលោកសាវកពូលបានប្រូរផ្លាស់ឋានៈពីគណៈផារស៊ីជាអ្នកដែលបៀតបៀនគ្រិស្តបរិស័ទឥឡូវคล้ายទៅជាគ្រិស្តបរិស័ទជាអ្នកបម្រើរបស់ព្រះហើយគាត់បានរងទុក្ខត្រូវគេជេរប្រមាថដូចជាយើងដែរក៏តែគាត់បានប្រាប់ថាការទាំងអស់នោះមិនសំខាន់ទេឲ្យតែគាត់បានជឿព្រះយេស៊ូវគាត់បានសង្គ្រោះខាងព្រលឹងវិញ្ញាណនោះវាសំខាន់ជាងជីវិតដ៏រុងរឿងខាងសាច់ឈាមទៅទៀតនៅក្នុងគម្ពីរបន្ទាប់មកយើងនឹងរៀនពីជីវិតរបស់នាងម៉ារីបាទនាងម៉ារីយើងដឹងហើយថាគឺជាព្រះមាតារបស់ព្រះយេស៊ូវបាទនាងម៉ារីជាស្រីក្រមុំព្រហ្មចារីហើយដែលមានគូដណ្ដឹងរបស់នាងគឺលោកយូសេបនៅក្នុងគម្ពីរលូកាចំពុក1ខ31មើលនាងនឹងមានគួរប្រសូតបានបុត្រាមួយដែលនាងត្រូវថ្វាយព្រះនាមថាយេស៊ូវបុត្រនោះនឹងបានជាធំឧត្តមហើយគេនឹងហៅទ្រង់ជាព្រះរាជបុត្រានៃព្រះដ៏ខ្ពស់បំផុតព្រះអង្គម្ចាស់ដ៏ជាព្រះទ្រង់នឹងប្រទានរាជ
ในหลวงดาวิดជាឯកោត្រង់ថ្វាយទ្រង់សោយរាជបាទនេះគឺជាដំណឹងរបស់លោកលូកាដែលគាត់បានសេនៅក្នុងដំណឹងល្អរបស់គាត់ថានាងម៉ារីមានគួរប្រសូតបានបុត្រាមួយហើយត្រូវឲ្យនាមថាយេស៊ូវបាទព្រោះមានទេវតាកាប៊ីជែលមកប្រាប់នាងពីការដែលនាងត្រូវពោពោះដើម្បីនឹងប្រសូតបានបុត្រាមួយឲ្យឈ្មោះថាយេស៊ូវគឺជាព្រះរាជបុត្រារបស់ព្រះហើយមុនពេលដែលនាងបានប្រសូតបុត្រានោះទេវតាកាប៊ីយ៉ែលក៏បានមកជួបនាងប្រាប់ថាព្រះបានរើសនាងជាស្រីមានពរតែព្រះអង្គនឹងរើសឲ្យនាងពោពោះដើម្បីបានប្រសូតបុត្រាមួយឲ្យឈ្មោះថាយេស៊ូវតែម៉ារីស៊ូទៅទេវតាកាប៊ីយ៉ែលថាខ្ញុំមិនស្គាល់ប្រុសណាផងដូច្នេះតើធ្វើដូចម្តេចនឹងឲ្យការនេះសម្រេចបានទេវតាក៏ឆ្លើយថាព្រះវិញ្ញាណបរិសុទ្ធនឹងយាងមកសន្ធិដ្ឋលើនាងហើយព្រះចេស្តានៃព្រះដ៏ខ្ពស់បំផុតនឹងមកគ្របបាំងនាងដោយស្រមោលហេតុដូច្នេះបុត្របរិសុទ្ធដែលនឹងប្រសូតមកនោះត្រូវហៅថាជាព្រះរាជបុត្រានៃព្រះបន្ទាប់មកម៉ារីនិយាយថាមើលខ្ញុំនេះជាបាវបម្រើរបស់ព្រះអម្ចាស់ដូច្នេះសូមឲ្យបានសម្រេចដោយពាក្យលោកចុះរួចទេវតាក៏ថយចេញពីនាងបាត់ទៅជាឃើញថាទេវតាកាប៊ីយ៉ែលបានមកជួបនឹងម៉ារីហើយប្រាប់នាងម៉ារីថានាងជាស្រីដែលមានពរដែលព្រះបានជ្រើសរើសហើយជាគិតពិចារណាមើលនាងជាស្រីក្រមុំព្រហ្មចារីហើយមានគូដំណឹងទៀតសត្វតែមានទេវតាមកប្រាប់ថានឹងពោពោះកើតកូនមួយគឺពិបាកសម្រេចចិត្តណាស់សម្រាប់ស្រីម្នាក់បងប្អូនបើបងប្អូនជាស្រីវិញខ្ញុំជឿថាប្រកបជាពិបាកសម្រេចចិត្តណាស់ព្រោះក្នុងសម័យនោះមនុស្សស្រីដែលមានពោពោះមានកូនអត់មានប្តីគឺគេរកថាជាស្រីសហាយស្មន់ដែលមានការកំផិតហើយច្បាប់នៅសម័យនោះគឺគេគប់នឹងដុំថ្មសម្លាប់ហើយគេឈ្មោះរបស់ស្រីម្នាក់ដែលមានគូដណ្ដឹងមិនទាន់បានរៀបការហើយស្រាប់តែមានកូនគូដណ្ដឹងនោះគេខឹងណាស់ថាមនុស្សស្រីនោះនឹងមានប្រុសឈ្មោលសហាយស្មន់លួចលាក់មុនរៀបការទៅពោពោះយ៉ាងនេះឆ្លេះហើយបរោះជាសង្សារជាគូដណ្ដឹងនឹងបោះបង់ចោលហើយយើងគិតពិចារណាមួយស្រីកំមុំព្រំចារីម្នាក់ណាដែលមានទំនៀមទម្លាប់តឹងតែងមែនទែនមិនឲ្យមានតាកតងប្រុសឈ្មោលណាទេបរោះណាទេតែនាងបានសុខចិត្តលះបង់ដើម្បីទទួលតាមពាក្យរបស់ទេវតាកាប៊ីយ៉ែលដើម្បីនឹងពោពោះមុនពេលរៀបការគេខ្មាស់របស់ស្រីរបស់មេរីក្នុងភូមិប្រគេរិះគន់ទីទានពេញភូមិឪពុកម្ដាយមានការខ្មាស់អៀនខ្លាំងមែនទែនតែកូនស្រីអាចធ្វើរបៀបនោះបានទោះបីនាងបញ្យល់ប្រាប់គេថាមានទេវតាឬក៏ព្រះវិញ្ញាណមកសន្ធិដ្ឋដើម្បីគេមិនជឿទេបងប្អូនខ្ញុំជឿថាអ្នកភូមិអ្នកស្រុកគេមិនជឿដាច់ខាតដូច្នេះគេឈ្មោះនាងទាំងមូលត្រូវខូចពេញភូមិហើយមានទោសដល់ស្លាប់ទៀតតែនាងសុខចិត្តទទួលព្រោះហេតុអ្វីនាងម៉ារីបានថាខ្ញុំនេះជាអ្នកបម្រើព្រះអង្គម្ចាស់ដូច្នេះសូមបានសម្រេចតាមពាក្យលោកចុះគឺនាងសុខចិត្តធ្វើតាមព្រះហឫទ័យរបស់ព្រះនាងសុខចិត្តស្ដាប់បង្គាប់ព្រះដើម្បីទទួលឲ្យមានគោប្រសូតបានបុត្រាគឺព្រះយេស៊ូវគឺជាការលះបង់ខ្លាំងមែនទែនបងប្អូនតែស្រីម្នាក់ជាស្រីកំមុំព្រំចារីលះបង់សពគ្រប់ទាំងភ័យខ្លាចគូដណ្ដឹងមិនយកទាំងភ័យខ្លាចអ្នកស្រុកគប់នឹងដុំថ្មសម្លាប់ទាំងខូចឈ្មោះពេញមកភូមិទៀតតែនាងហ៊ានលះបង់នេះជាការលះបង់ដ៏ធំរបស់ម៉ារីក្នុងការស្ដាប់បង្គាប់ព្រះហើយលទ្ធផលរបស់ម៉ារីយ៉ាងម៉េចគឺនៅក្នុងគម្ពីរបានសរសើរពីការលះបង់របស់ម៉ារីហើយយើងទាំងអស់គ្នាក៏ដឹងរឿងនេះពាសពេញលើផែនដីទាំងមូលដឹងរឿងពីរឿងម៉ារីដែលជាកំមុំព្រំចារីហើយមានពោពោះហើយយើងអស្ចារ្យពីការលះបង់របស់នាងមែនទែននេះជាគំរូដ៏ល្អមួយសម្រាប់យើងសម្រាប់ស្ត្រីគ្រប់រូបការដែលយើងហ៊ានលះបង់ដើម្បីធ្វើការថ្វាយព្រះហើយលទ្ធផលគឺបានច្រើនមែនទែនមើលមនុស្សរាប់ពាន់លាននាក់នៅលើផែនដីនេះដែលបានជឿតាមព្រះយេស៊ូវតាមរយៈមេរីដែលនាងបានលះបង់សម្រាប់ព្រះនេះក៏ជាមេរៀនមួយសម្រាប់យើងទាំងអស់គ្នាដែរដែលត្រូវយកមកពិចារណាឥឡូវយើងទៅដល់ព្រះយេស៊ូវម្ដង
នៅក្នុងគម្ពីរម៉ាថាយចំពុក26ខ36ដល់39នោះព្រះយេស៊ូវព្រមទាំងពួកសិស្សក៏ទៅដល់កន្លែងហៅថាច្បារកេតសេមេនីហើយទ្រង់មានបន្ទូលទៅគេថាចូលអង្គុយនៅទីនេះសិនចាំខ្ញុំនឹងទៅអធិដ្ឋាននៅឯនោះខ37រួចទ្រង់យកពេត្រុសនិងកូនសេបេដេទាំងពីរនាក់ទៅជាមួយផងទ្រង់ចាប់តាំងមានព្រះហត្ថីព្រួយហើយតបប្រមល់ជាខ្លាំងក៏មានបន្ទូលទៅគេថាចិត្តខ្ញុំព្រួយពន់ពេកស្ទើរតែនឹងស្លាប់ចូលនៅទីនេះចាំយាងជាមួយនឹងខ្ញុំសិនកាលទ្រង់បានយាងទៅមុខបន្តិចទៀតនោះទ្រង់ទម្លាក់អង្គផ្កាប់ព្រះភិក្ខចុះអធិដ្ឋានថាអូព្រះវរបិតានៃទូលបង្គំអើយបើសិនជាបាននោះសូមឲ្យពេលនេះកន្លងហួសពីទូលបង្គំទៅប៉ុន្តែគុំតាមចិត្តទូលបង្គំឡើយសូមតាមតែព្រះហត្ថីនៃទ្រង់វិញយើងឃើញថាព្រះយេស៊ូវទ្រង់បានមកយកកំណើតជាមនុស្សហើយព្រះអង្គក៏ជាមនុស្ស 100% ក៏ជាព្រះ 100% ដែរក្នុងឋានៈព្រះអង្គជាមនុស្ស 100% ព្រះអង្គស្រេកព្រះអង្គឃ្លានព្រះអង្គព្រួយព្រះអង្គតែងតែមានជីវិតរស់នៅដូចជាយើងដែរព្រោះព្រះអង្គជាមនុស្ស 100% ដូច្នេះយើងឃើញថាយ៉ាងម៉េចយើងឃើញថានៅពេលវេលាកំណត់បានមកដល់ដែលព្រះអង្គត្រូវគេចាប់ព្រះអង្គយកទៅឆ្កាងធ្វើទរណកម្មផ្សេងហើយព្រះអង្គនឹងផុតជីវិតព្រះអង្គទ្រង់ជាព្រះទ្រង់ជ្រាបថាតើព្រះអង្គនឹងទទួលទណ្ឌកម្មបែបណារងទុក្ខបែបណានៅពេលដែលគេយកព្រះអង្គទៅវាយដំធ្វើបាបហើយឆ្កាងព្រះអង្គទ្រង់ជ្រាបដូច្នេះក្នុងឋានៈជាសាច់ឈាមព្រះអង្គព្រួយប្រតិយបាទហើយព្រះអង្គអធិដ្ឋានទៅព្រះវរបិតាថាព្រះអង្គអើយសូមឲ្យពេលនេះកន្លងហួសពីទូលបង្គំទៅព្រោះលើសមត្ថភាពខាងសាច់ឈាមពិបាកទទួលណាស់បងប្អូនខ្ញុំធ្លាប់មើលកុនរឿងប៉ះខ្យល់អរុក្រៃពេលដែលគេវាដំព្រះយេស៊ូវបងប្អូនខ្សែតៃដែលគេវាចុងខ្សែនោះគឺមានដូចផ្លែសន្ទូចបន្លាពេលវត្តទៅម្ដងដាច់សាច់ចិញ្ចៀហើយព្រះអង្គសម្លាប់ជាច្រើនដងពេលដែលគេវាដំធ្វើបាបផង39រំពាត់គឺព្រះអង្គរងទុក្ខវេទនាខ្លាំងមែនទែនបាទគេទៀះកំភ្លៀងព្រះអង្គគេស្រោះទឹកមកដាក់ព្រះអង្គគេមើលងាយព្រះអង្គសັບក្រុមហើយបងប្អូនពិចារណាទៀតយកទៅឆ្កាងដល់តែកូននឹងដៃសងខាងហើយនឹងជើងទៀតវេទនាណាបងប្អូនដូច្នេះព្រះអង្គទ្រង់ជ្រាបមុនទៅព្រះអង្គទ្រង់ព្រួយប្រតិយហើយព្រះអង្គថប់ណាស្ទើរតែនឹងស្លាប់តែព្រះអង្គមានបន្ទូលថាម៉េចចុងក្រោយប៉ុន្តែកុំតាមចិត្តទូលបង្គំឡើយសូមតាមព្រះហត្ថីនៃទ្រង់វិញតែព្រះអង្គសុខចិត្តទទួលរងទុក្ខវេទនាការវាយដំធ្វើបាបសពបែបយ៉ាងដើម្បីកុបហត្ថីព្រះវរបិតាដើម្បីអ្វីបងប្អូនដើម្បីសង្គ្រោះបាបយើងទាំងអស់គ្នាឲ្យយើងទាំងអស់គ្នាមានជីវិតដែលអំពើបាបរបស់យើងបានយកជីវិតយើងនឹងធ្លាក់ទៅក្នុងបឹងភ្លើងតែព្រះអង្គបានសុខចិត្តពលីពិជនរបស់ព្រះអង្គព្រះកាយរបស់ព្រះអង្គដើម្បីជួយយើងឲ្យរួចផុតពីអំពើបាបហើយនឹងជួយយើងឲ្យយើងបានរស់ដើម្បីទៅនៅជាមួយព្រះអង្គឯនគរឋានសួគ៌នោះគឺជាការលះបង់ដ៏ធំមែនទែនដែលព្រះយេស៊ូវបានធ្វើសម្រាប់យើងទាំងអស់គ្នាការនេះឯងដែលយើងត្រូវរៀនថាមនុស្សម្នាក់ព្រះមួយអង្គដែលបានលះបជនរបស់ព្រះអង្គដើម្បីឲ្យយើងបានសង្គ្រោះគឺអស្ចារ្យមែនទែនអលទ្ធផលគឺព្រះអង្គមានបជនរស់ឡើងវិញហើយក៏បានជួយសង្គ្រោះយើងជាពិតប្រាកដនៅក្នុងគម្ពីរពេត្រុសខ្សែទី1ចំពោះ2ខ21ដល់24បាត់ទ្រង់បានហៅអ្នករាល់គ្នាមកឯសេចក្តីនោះឯងពីព្រោះព្រះគ្រិស្តក៏បានរងទុក្ខជំនួសយើងដែរទាំងទុក្ខតម្រាប់ឲ្យយើងរាល់គ្នាដើរតាមលំអានដាននៃទ្រង់មិនបានធ្វើបាបអ្វីសោះក៏មិនឃើញមានកិច្ចកលអ្វីនៅព្រះអស់ទ្រង់ឡើយព្រះយេស៊ូវជាព្រះដ៏បរិសុទ្ធព្រះអង្គយាងមកយកកំណើតជាមនុស្សព្រះអង្គតែតែជួយគេណាព្យាបាលជំងឺគេគ្រប់ជំងឺទាំងអស់ហើយក៏ប្រោះឡាសាឲ្យរស់ឡើងវិញហើយក៏ជួយមនុស្សជាច្រើនព្រះអង្គពន្យាតែសេចក្តីល្អសេចក្តីសុចរិតរបស់ព្រះអត់បានធ្វើបាបធ្វើអ្វីទាំងអស់ក៏តែព្រះអង្គទទួលបាបជំនួសយើងទទួលរងទុក្ខជំនួសយើងការទាំងអស់នេះឯងដែលបង្ហាញពីការលះបង់របស់ព្រះយេស៊ូវសម្រាប់ជីវិតរបស់យើងហើយនៅក្នុងពេត្រុសដដែលការគេបានជេរប្រមាថដល់ទ្រង់នោះទ្រង់មិនបានជេរតបវិញទេ
ขณะได้ตรงรงตกลูกก็ไม่บานกลมหกกลมให้ดอกเกได้คือบางประกวดพระองค์ตรงตกเปรี้ยได้จุ่มนุ่มจุ่มเรียกเราสุจริตเป็นตรงบานตกอำเภอบาประบายยังโดนគ្នានៅលើអង្គទ្រង់ជប់លើឈេឆ្កាងដើម្បីឲ្យយើងបានរស់ខាងឯសេចក្តីសុចរិតដោយបានស្លាប់ខាងឯអំពើបាបហើយគឺដោយស្នាមជុំរបស់ទ្រង់ដែលអ្នករាល់គ្នាបានជាយើងបានជាពីជំងឺផ្សេងដោយសារសេចក្តីរងទុក្ខវេទនារបស់ព្រះយេស៊ូវដោយសារស្នាមជុំ37ដែលព្រះអង្គបានទទួលដើម្បីព្រះលិខិតរបស់ព្រះអង្គនោះជួយយើងឲ្យបានជាពីជំងឺផ្សេងហើយពេលដែលយើងអធិដ្ឋានទៅព្រះអង្គយើងតែងតែរំលឹកពីការដែលព្រះអង្គរងទុក្ខវេទនាសម្រាប់យើងការទាំងអស់នេះដែលព្រះបានលះបង់ដើម្បីឲ្យយើងហើយលទ្ធផលនៃការដែលព្រះអង្គលះបង់នោះគឺយើងទាំងអស់គ្នាដែលជាគ្រិស្តបរិសុទ្ធបានសង្គ្រោះដោយសារព្រះនាមព្រះអង្គយើងបានសង្គ្រោះដោយសារព្រះលិខិតរបស់ព្រះអង្គហើយយើងបានជាគ្រប់ទាំងជំងឺដោយសារស្នាមរំពេចរបស់ព្រះអង្គយើងអរគុណព្រះមែនទែនតួអង្គទាំង5ដែលខ្ញុំបានរៀបរាប់ប្រាប់បងប្អូនគឺបានលះបង់ជីវិតផ្ទាល់ខ្លួនសាច់ឈាមខ្លួនផលប្រយោជន៍ខ្លួនដើម្បីផលប្រយោជន៍ជាច្រើនដូចជាគ្រាប់ពូជមួយគ្រាប់ដែលដាក់ដល់ដីហើយដុះបានឡើងជាដើមឈើហើយមានផ្លែផ្កាការទាំងអស់នេះឯងគឺជាការដែលព្រះយេស៊ូវបានធ្វើហើយព្រះអង្គបានសង្កត់គឺដូចជាគ្រាប់ពូជមួយដែលស្លាប់ហើយព្រះអង្គមានបញ្ជូនរស់ឡើងវិញដើម្បីជួយយើងហើយយើងក៏មានផលផ្លែគឺលទ្ធផលគឺជារង្វាន់ដែលព្រះបានប្រទានពរដល់គ្រប់តួអង្គទាំង5ដែលខ្ញុំបានលើកឲ្យបងប្អូនពិចារណាជាមួយគ្នាដូច្នេះបងប្អូនអើយយើងជាអ្នកជឿព្រះតើមានអ្វីដែលខិតខាំងយើងមិនឲ្យធ្វើការថ្វាយព្រះយើងមើលតួអង្គទាំង5សុខចិត្តបដូរជីវិតដោយយកជំនឿជឿទុកចិត្តលើព្រះអង្គស្ដាប់ប្រកបព្រះអង្គហើយលទ្ធផលនៃតួអង្គទាំង5គឺក្នុងគម្ពីរបានប្រាប់ឲ្យយើងបានដឹងបានរៀនគឺមានមនុស្សរាប់ពាន់លានអ្នកបានដឹងពីរឿងទាំងអស់នេះហើយយើងក៏សរសើរតែតួអង្គទាំង5បានលះបង់ដើម្បីយើងបានរៀនតាមឲ្យយើងចេះលះបង់ជីវិតផ្ទាល់ខ្លួនរបស់យើងពេលវេលារបស់យើងទ្រព្យសម្បត្តិរបស់យើងដើម្បីធ្វើការថ្វាយព្រះហើយយើងនឹងបានរង្វាន់ហើយរង្វាន់របស់បងប្អូនគឺនៅក្នុងគម្ពីរម៉ាថាយខ្ញុំអត់បានដាក់មកទេខ្ញុំសូមអាននៅក្នុងគម្ពីរម៉ាថាយចំពោះ10ខ40ដល់ខ42អ្នកណាដែលទទួលអ្នករាល់គ្នានោះថាបានទទួលខ្ញុំហើយនេះជាព្រះបន្ទូលរបស់ព្រះយេស៊ូវថាបើអ្នកណាទទួលព្រះយេស៊ូវនោះឈ្មោះថាបានទទួលព្រះអង្គហើយអ្នកណាដែលទទួលខ្ញុំនោះក៏ឈ្មោះថាទទួលព្រះអង្គដែលចាត់ឲ្យខ្ញុំមកខ41អ្នកណាដែលទទួលហោរាពីព្រោះជាហោរាអ្នកនោះនឹងបានរង្វាន់ដូចជារបស់ហោរាដែរឯអ្នកណាដែលទទួលមនុស្សសុចរិតពីព្រោះជាមនុស្សសុចរិតនោះនឹងបានរង្វាន់ដូចជារង្វាន់របស់មនុស្សសុចរិតដែរខ42អ្នកណាដែលឲ្យទឹកត្រជាក់តែមួយកែវទៅកូនក្មេងតូចមួយនេះផឹកពីព្រោះជាសិស្សខ្ញុំនោះខ្ញុំប្រាប់អ្នករាល់គ្នាថាអ្នកនោះមិនបាត់រង្វាន់របស់ខ្លួនឡើយដូច្នេះបើយើងទទួលហោរារបស់ព្រះយើងនឹងបានរង្វាន់ដូចជាហោរានោះទទួលដែរបើយើងទទួលមនុស្សសុចរិតរបស់ព្រះអ្វីដែលមនុស្សសុចរិតបានទទួលពីព្រះយើងក៏បានទទួលដូចជាមនុស្សសុចរិតដែរបើយើងឲ្យទឹកមួយកែវទៅក្មេងម្នាក់នោះព្រះយេស៊ូវមានបន្ទូលថាប្រកាសណាស់អ្នកនោះនឹងមិនបាត់រង្វាន់របស់ខ្លួនឡើយសូមឲ្យយើងចេះលះបង់សម្រាប់ព្រះដូចជាតួអង្គទាំង5នៅក្នុងគម្ពីរសូមឲ្យយើងចេះលះបង់ពេលវេលាទ្រព្យសម្បត្តិទឹកចិត្តរបស់យើងគ្រប់កិច្ចការទាំងអស់ថ្វាយដល់ព្រះនោះយើងនឹងបានរង្វាន់ដល់នៅឱកាសជានិច្ចអេមែនបងចាស់ឲ្យទុំគុំសូមអរគុណព្រះអង្គនៅព្រះបន្ទូលរបស់ផងថ្ងៃនេះដែលព្រះបានបង្រៀនទុំគុំដល់គ្នាឲ្យទុំគុំបានទាំងអស់គ្នាបានយល់ពីការលះបង់សពបែបយ៉ាងដើម្បីនឹងស្ដាប់ប្រកបព្រះអង្គធ្វើការថ្វាយព្រះអង្គព្រោះព្រះអង្គមានសពហត្ថីសន្យាថានឹងឲ្យរង្វាន់ដល់អស់អ្នកណាដែលធ្វើតាមព្រះហត្ថីរបស់ព្រះអង្គដូចជាតួអង្គទាំង5ដែលទុំគុំដល់គ្នាបានរៀននៅពេលនេះផងដែរការលះបង់ជីវិតការលះបង់ពេលវេលាការលះបង់នៅអ្វីៗដែលយើងមានសម្រាប់អ្នកដទៃដើម្បីថ្វាយព្រះនោះជារង្វាន់ដល់ប្រពៃដែលព្រះអង្គនឹងប្រទានឲ្យដល់គ្រប់គ្នាដែលធ្វើដោយស្ម័គ្រអស់ពីចិត្តទ
ទុំគុំសូមអរគុណព្រះអង្គក៏សូមព្រះអង្គគង់ជាមួយកូនបើកចិត្តកូនឲ្យកូនមានចិត្តអំណរអរសប្បាយក្នុងកិច្ចការបម្រើព្រះអង្គក្នុងកិច្ចការស្ដាប់ប្រកបព្រះអង្គក្នុងគ្រប់កិច្ចការទាំងអស់ដែលព្រះអង្គបានមានព្រះបន្ទូលមកកូនម្នាក់ៗដើម្បីកូនទាំងអស់គ្នាបានយកទៅអនុវត្តនៅក្នុងជីវិតរបស់ប្រចាំថ្ងៃសូមព្រះបន្ទូលរបស់ព្រះអង្គនឹងដុតជាប់នៅក្នុងជីវិតទុំគុំទាំងអស់គ្នាឲ្យទុំគុំទាំងអស់គ្នានឹកចាំពីតួអង្គទាំង5ដែលហ៊ានលះបង់ជីវិតទាំងកាយទាំងចិត្តដោយសារសេចក្តីជំនឿជឿទុកចិត្តលើព្រះអង្គកូនអរគុណទ្រង់ណាស់ក៏សូមព្រះអង្គគង់ជាមួយកូនប្រទានពរកូនគ្រប់គ្នាមានសុខភាពល្អនិងមានប្រាជ្ញាមកព្រះអង្គកូនអរគុណទ្រង់កូនអធិដ្ឋានសូមក្នុងព្រះនាមព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែន Amen.